ក្រោកឈរផ្លាស់ប្ដូរនិងកសាងជីវិតថ្មីអ្នកត្រូវចាំថាគ្មាននរណាម្នាក់គេមកទេសស្មាយើងលើកទឹកចិត្តឬក៏មកដាស់យើងឲ្យក្រោកពីគេជារឿងរព្រឹងនោះទេគឺមានតែយើងខ្លួនឯងម្នាក់ប៉ុណ្ណោះដែលជាអ្នកជ្រើសរើសថានៅក្នុងថ្ងៃថ្មីហ្នឹងយើងចង់ធ្វើអ្វីយើងចង់បានអ្វីយើងចង់ដើរទៅមុខឬក៏យើងចង់នៅដដែលឬក៏គ្រាន់តែរស់នៅដោយដើមឈើដែលមានជីវិតប៉ុន្តែមិនអាចធ្វើអ្វីបានទាំងអស់រស់នៅព្រមតែកំដរមនុស្សជំនវិញខ្លួនបើសិនជាអ្នកមានអារម្មណ៍បែបហ្នឹងចូលប្រញាប់ក្រោកឈររួចងាកមកកសាងតម្លៃខ្លួនឯងនឹងឡើងវិញដោយចាប់ផ្ដើមធ្វើវាក្នុងពេលឥឡូវនេះព្រោះគ្មានអ្វីដែលអស្ចារ្យជាងការចាប់ផ្ដើមនោះទេហើយវិធីតែមួយគត់ដែលអាចផ្លាស់ប្ដូរជីវិតយើងបានហ្នឹងគឺយើងត្រូវតែទៅឆ្លុះកញ្ចក់មើលការពិតនៃខ្លួនឯងរួចទទួលស្គាល់ពីចំណុចដែលខ្វះខាតនិងកែប្រែទម្លាប់ចាស់ចោលដែលយើងគិតថាវាគ្មានប្រយោជន៍ដូចជាការចំណាយពេលទៅលើបណ្ដាញសង្គមការមើលទូរទស្សន៍ការលេងទូរស័ព្ទលេងហ្គេមឬក៏ការធ្វើអ្វីដែលមិនធ្វើឲ្យខ្លួនយើងនឹងមានភាពរីកចម្រើនហើយត្រូវងាកមកសិក្សារៀនសូត្រពីចំណេះដឹងថ្មីនិងរៀបចំផែនការជីវិតនឹងឲ្យបានច្បាស់លាស់កុំចំណាយពេលវេលាដែលមានតម្លៃរបស់យើងនឹងឲ្យកន្លងផុតទៅទទេអីកុំរងចាំអភូតហេតុបើសិនជាអ្នកចង់បានជីវិតថ្មីអ្នកត្រូវសម្លាប់ទម្លាប់ចាស់ចោលនៅពេលនេះដោយប្រើវិន័យសកម្មភាពជាអាវុធដើម្បីអាចឲ្យអ្នកនឹងមានភាពល្អប្រសើរជាងមុនបាន